យើងមានបាយកយើងមានសាច់ចិញ្ច្រាំពងមាន់2បាយកកសាច់ចិញ្ច្រាំពងមាន់2ហើយយើងដាក់ខ្ទះរួចហើយយើងចាក់ខ្លាញ់រួចមកយើងដាក់ខ្ទឹមមានខ្លាញ់មានខ្ទឹមរួចមកយើងចាក់សាច់ចិញ្ច្រាំខ្ទឹមសាច់ចិញ្ច្រាំយកម៉ែកដុំឆែបម៉ែកដុំឆែបរួចហើយយើងដាក់ពង2បើកភ្លើងខ្លាំងពេកបើកភ្លើងតិចហើយយើងក៏ដាក់បាយចូលរួចមកយើងក៏បានបាយឆាមួយចាននេះណាមកដល់ហើយបាយឆាបែបឆាបាយបាទគ្រឿងផ្សំដាក់ខ្លួនឯងទៅបាទចង់បានរសជាតិបែបម៉េចដាក់ខ្លួនឯងទៅខ្ញុំមិនបានប្រាប់គ្រឿងផ្សំទេបាទនេះរសជាតិពិតតែម្ដងបាទយើងមិនជឿឯងទេឧបត្ថម្ភធំដោយ Pepsi រសជាតិ Pepsi